សួស្តីទាំងអស់គ្នាថ្ងៃនេះមកជាមួយខ្ញុំធីសរមដងទៀតហើយថ្ងៃនេះដែរខ្ញុំមកធ្វើការលេង map ថ្មីនៅក្នុង game Crow Garden ដែលគេទើបតែអាប់ដេតប៉ុន្តែខ្ញុំទើបតែបានលេងតែប៉ុន្តែមុននឹងទៅ map ថ្មីខ្ញុំសូមមកខ្លែម mail សិនតោះឥឡូវយើងទៅខ្លែម mail ទាំងអស់គ្នាតែម្ដងទៅតោះឥឡូវនេះយើងក៏បានមកឆែក mail របស់យើងផងដែរឥឡូវយើងចុចចូល mail ដើម្បីខ្លែមរបស់តែម្ដងទៅហើយក៏មានអ្នកសុំគ្រាប់ពូជល្អរបស់យើងមួយផងដែរដូច្នេះយើងក៏បានឲ្យគាត់តែម្ដងទៅគឺយើងមិនសូវមានដែរដូច្នេះយើងឲ្យត្រឹមតែរបស់ល្អៗបន្តិចទៅបានហើយឥឡូវនេះគឺយើងឲ្យ seed sunflower និងផ្កាស៊ីមនុស្សទៅគាត់មួយតែម្ដងទៅហើយឥឡូវនេះយើងក៏បានឲ្យគាត់រួចហើយដូច្នេះយើងក៏បានចុច send តែម្ដងទៅចុច send ហើយយើងក៏បានមកខ្លែមបន្តទៀតហើយក៏មានអ្នក send មកឲ្យយើងហើយក៏បានសរសេរថាបងសុំតែមិនដឹងសុំអីនោះទេដូច្នេះយើងក៏បានចូលទៅឆែកមើលតែម្ដងទៅហើយឥឡូវនេះខ្ញុំបានឃើញរបស់ដែលខ្ញុំត្រូវឲ្យគាត់ហើយគឺខ្ញុំនឹងឲ្យអានេះទៅគាត់ចំនួន1ដើម្បីឲ្យគាត់សងសំណាងបានរបស់ដោយខ្លួនឯងហើយឥឡូវនេះយើងក៏បានមកខ្លែម mail របស់យើងបន្តទៅហើយក៏គ្មានអ្នកសុំយើងទៀតផងដែរហើយក៏មានអ្នកឲ្យ Dragon Breed ហើយពីនោះbloom និង Super Sprinkler មកឲ្យយើង2ផងដែរហើយឥឡូវនេះក៏មានអ្នកសុំ Bamboo យើងផងដែរដូច្នេះយើងក៏បានអូសទៅរក Bamboo ដើម្បីឲ្យគាត់ទៅហើយយើងក៏បានឃើញ Bamboo ផងដែរដូច្នេះយើងក៏បានចុច Bamboo ចុចហើយចុច send ទៅហើយយើងក៏បាន send ឲ្យគាត់ហើយផងដែរហើយឥឡូវនេះក៏មានអ្នកសុំ watering can យើងផងដែរប៉ុន្តែគឺខ្ញុំគ្មាន watering can នោះទេដូច្នេះខ្ញុំក៏បានចុច accept all តែម្ដងទៅព្រោះខ្ញុំគិតថាគ្មានអ្នកសុំយើងទៀតហើយឥឡូវនេះយើងក៏បាន accept ហើយអស់ផងដែរហើយ watering can របស់យើងក៏ទទួលបាន3ផងដែរប៉ុន្តែស្ដាយអ្នកសុំខ្ញុំអំបញ្ញមិញណាស់ដោយសារអំបញ្ញមិញខ្ញុំមានតែ2ឥឡូវនេះខ្ញុំមាន3ប៉ុន្តែឈ្មោះគាត់បានផុតបាត់ទៅហើយដូច្នេះឥឡូវនេះមុននឹងធ្វើការទៅ map ថ្មីយើងសូមមកធ្វើការដាំ Dragon Breed មួយនិង Hypno Bloom មួយផងដែរដើម្បីយកលុយឥឡូវនេះយើងធ្វើការរៀបចំ Sprinkler រៀបចំ Super Watering Can រៀបចំ Seed ដើម្បីដាំហើយនឹងយើងដាក់សត្វក្តាន់មកជំនួយផងដែរហើយឥឡូវនេះយើងក៏បានប្រមូលសត្វក្តាន់ហើយដូច្នេះយើងក៏បានចុចដាក់វាយើងដាក់វាគ្រប់ចំនួន6ហើយយើងដាក់រក Seed របស់យើងតែម្ដងទៅឥឡូវនេះយើងឃើញ Seed របស់យើងហើយយើងដាក់រក Hypno Bloom មួយទៀតយើងឃើញហើយដូច្នេះយើងក៏បានចុចដាំយើងដាក់ Sprinkler ដាក់ពីសិនចាំយើងដាំតាមក្រោយគឺយើងដាក់ Super Sprinkler ដាក់ចំនួន2តែម្ដងឥឡូវនេះយើងចាំវាសិនយើងចាំវាប្រហែលជាសល់1នាទីកន្លះចាំយើងដាក់ដាំតែម្ដងឥឡូវនេះយើងចាំវាមកផ្លែតទៅបន្តិចទៀតយើងនឹងធ្វើការដាំវាតែម្ដងហើយឥឡូវនេះនៅសល់1:43វិនាទីទៀតហើយដូច្នេះឥឡូវនេះខ្ញុំឲ្យចាំយូរពេកខ្ញុំក៏បានដាក់ដាំនៅវិនាទីនេះតែម្ដងយើងដាក់ដាំ Dragon Breed មួយហើយវាbloom មួយហើយយើងស្រោចទឹកនៅពេលយើងស្រោចទឹកហើយវាក៏បានដុះលូតលាស់ពេញតែម្ដងឥឡូវនេះនៅសល់ Dragon Breed បន្តិចបន្តួចហើយវាbloom ក៏បានដុះរួចរាល់ផងដែរហើយ Dragon Breed របស់យើងនៅសល់5វិនាទីទៀតហើយឥឡូវនេះ Dragon Breed របស់យើងក៏បានដុះពេញហើយផងដែរដូច្នេះឥឡូវនេះយើងក៏បានស្រោចទឹកទៅលើវាដើម្បីយកផ្លែបន្ថែមទៀតបាទគេថាឥឡូវនេះផ្លែរបស់វាបានដុះមកហើយប៉ុន្តែមិនសូវបានធំនោះទេដូច្នេះយើងក៏បានឡើងដើម្បីប្រមូលផលវាតែម្ដងទៅឥឡូវនេះយើងក៏បានប្រមូលផលរួចរាល់ផងដែរដូច្នេះយើងក៏បានស្រោចទឹកបន្ថែមទៀតឥឡូវនេះវាក៏បានដុះផ្លែផងដែរប៉ុន្តែមិនសូវធំនោះទេដូច្នេះយើងក៏បានឡើងទៅប្រមូលផលវាម្ដងទៀតហើយឥឡូវនេះយើងក៏បានរៀបចំសត្វអង្កែបសត្វទន្សាយហើយផងដែរដូច្នេះយើងក៏បានហក់ឡើងមកដើម្បីប្រមូលផលវាតែម្ដងហើយនៅពេលនេះយើងក៏បានប្រមូលផលវាឲ្យអស់ផងដែរដូច្នេះយើងក៏បានទៅកន្លែង sell ដើម្បីលក់វាចោលហើយឥឡូវនេះយើងក៏បានមកដល់កន្លែង sell ហើយយើងក៏បានចុចមើលថាយើងទទួលបានប្រមាណ daily deal ហើយយើងបេះអំបញ្ញមិញគឺទទួលបាន21ផ្លែដូច្នេះយើងទៅមើលកន្លែង daily deal គឺយើងទទួលបាន 52.76 លានដូច្នេះខ្ញុំខ្ជិលឲ្យខានដូច្នេះខ្ញុំក៏បានទៅប្រមូលផលនៅចំការរបស់ខ្ញុំបន្ថែមទៀតដើម្បីឲ្យលក់បានច្រើននិងថ្លៃហើយកន្លែងហ្នឹងខ្ញុំក៏បានទៅបេះផ្លែមីដែលឈ្មោះថា Eclipse Bloom ឲ្យអ្នកទាំងអស់គ្នាមើលតែម្ដងទៅដល់ពេលដែលយើងបេះផ្លែហ្នឹងគឺនឹងចេញ mutation មកហើយ mutation ហ្នឹងបើជាប់នៅដំណាំរបស់យើងគឺទទួលបានគុណ80នេះហើយគឺជា mutation ហ្នឹងគឺនៅពេលដែលវាចេញមកគឺមានពណ៌ស្អាតខ្លាំងមែនតើហើយឥឡូវនេះខ្ញុំក៏បានទៅប្រមូលដំណាំរបស់ខ្ញុំទៀតតែម្ដងទៅហ
ហើយឥឡូវនេះខ្ញុំក៏បានប្រមូលដំណាំរបស់ខ្ញុំឲ្យអស់ផងដែរហើយខ្ញុំក៏នឹងមកធ្វើការដាំ mushroom និង bamboo ឲ្យជាប់ mutation នេះផងដែរឥឡូវនេះគឺយើងរៀបចំទាញ bamboo និង mushroom របស់យើងដើម្បីដាំតែម្ដងទៅហើយគឺខ្ញុំសូមមកធ្វើការដាំ mushroom មុនឥឡូវនេះគឺយើងរក mushroom របស់យើងដើម្បីយកដាំតែម្ដងគឺ mushroom របស់យើងគឺមានចំនួន30ផ្លែដូច្នេះឥឡូវនេះយើងចុចដាំយកទាំងអស់តែម្ដងទៅហើយឥឡូវនេះគឺយើងដាំបានចំនួន30ហើយដូច្នេះយើងក៏បានដាក់ sprinkler បន្ថែមទៀតផងដែរហើយយើងក៏បានដាក់ real sprinkler ហើយយើងក៏បានទៅដាក់ uncommon sprinkler ម្ដងនៅពេលនេះយើងក៏បានចុចដាក់ uncommon sprinkler ហើយយើងក៏បានទៅរកទឹកស្រោចដំណាំធម្មតាហើយនៅពេលដែលយើងបានទឹកស្រោចដំណាំធម្មតាហើយយើងក៏បានស្រោចដំណាំទៅលើវាតែម្ដងទៅពេលនេះយើងក៏បានដាំ mushroom និងស្រោច mushroom ហើយផងដែរដូច្នេះយើងក៏បានទៅទាញក្នុងកប៉ៅរបស់យើងដើម្បីយក bamboo មកដាំបន្តទៀតឥឡូវនេះយើងចូលកន្លែង seed ហើយយើងអូសចុះក្រោមគឺយើងនឹងឃើញ bamboo របស់យើងហើយគឺយើងនឹងចុចដាំតែម្ដងឥឡូវនេះយើងដាំយកយើងចេះចុចពីពីទៅហើយឥឡូវនេះគឺយើងបានដាំ bamboo ហើយផងដែរដូច្នេះយើងក៏បានរងចាំមើល mutation ថាវានឹងធ្លាក់ចូលដំណាំថ្មីរបស់យើងដែរឬទេឥឡូវនេះយើងក៏បានរងចាំដើរជុំវិញវាតែម្ដងទៅហើយយើងរងចាំថាវានឹងធ្លាក់ចូលដែរឬទេហើយខ្ញុំក៏បានថែម sprinkler អូឥឡូវវាចូលហើយប៉ុន្តែមិនដឹងថាវាចូលផ្លែឈើរបស់យើងដែរឬអត់ទេឥឡូវនេះយើងក៏បានរងចាំមើលថាវានឹងបាញ់បន្តទៀតឬទេអូឥឡូវនេះគឺវាបានបាញ់មួយគ្រាប់ទៀតផងដែរប៉ុន្តែមិនដឹងថាវាបានបាញ់ត្រូវឬក៏អត់នោះទេហើយឥឡូវនេះក៏បានចប់ mutation នេះផងដែរប៉ុន្តែវាមិនបានបាញ់មកលើដំណាំរបស់យើងទៀតនោះទេដូច្នេះយើងក៏បានទិញទឹកដើម្បីទៅស្រោចបន្ថែមទៀតដើម្បីឲ្យ mushroom របស់យើងដុះលូតលាស់ពេញហើយយើងប្រមូលយកទៅលក់ដូច្នេះឥឡូវនេះយើងក៏បានប្រមូលផលរបស់វាតែម្ដងទៅកុំឲ្យខ្ជិលរងចាំយូរហើយឥឡូវនេះយើងក៏បានប្រមូលផលវាអស់ផងដែរដូច្នេះយើងក៏បានមកមើលកន្លែងលក់ដើម្បីដឹងថាយើងលក់ទទួលបានប៉ុន្មានគឺយើងទទួលបាន 70.6 លានហើយបើយើងលក់ពីដំបូងគឺទទួលបានតែ 52.76 លានតែប៉ុណ្ណោះហើយឥឡូវនេះយើងក៏បានលក់ហើយផងដែរដូច្នេះយើងក៏បាន teleport ទៅភពថ្មីតែម្ដងទៅហើយឥឡូវនេះផងដែរយើងក៏បានចូលមកដល់ map ថ្មីហើយគឺខ្ញុំមានដើម strawberry ចំនួន 2ហើយអាដើម strawberry នោះគឺមានកម្ពស់ខ្ពស់ខ្លាំងមែនតើដូច្នេះឥឡូវនេះគឺខ្ញុំនឹងជីកអាដើម strawberry មួយនេះចោលគឺអាដើម strawberry ទូចហើយឥឡូវនេះខ្ញុំក៏បានជីកវាចោលហើយផងដែរហើយខ្ញុំក៏បានអាប់ក្រេតផ្ទះរបស់ខ្ញុំឲ្យមានទំហំធំជាងមុនហើយឥឡូវនេះខ្ញុំក៏បានប្រមូលផលនំប៉័ង strawberry យកទៅលក់ផងដែរហើយឥឡូវនេះយើងក៏បានប្រមូលវាហើយផងដែរដូច្នេះយើងក៏បានមកកន្លែងលក់តែម្ដងទៅគឺយើងលក់ទទួលបានថោកខ្លាំងមែនតើព្រោះ strawberry នេះបានឆ្ងាញ់តែនៅខាងក្រៅនិងថ្លៃតែនៅខាងក្រៅទេឥឡូវនេះយើងក៏បានមកមើល seed ថានឹងលក់ bamboo ដែរឬទេបើលក់ bamboo គឺយើងនឹងទិញ bamboo ប៉ុន្តែឥឡូវនេះយើងឃើញ maple tulip មួយដូច្នេះយើងក៏បានទិញ maple tulip មុនតែម្ដងទៅប៉ុន្តែ maple bamboo គឺមិនលក់នោះទេដូច្នេះយើងក៏បានយក maple tulip ដើម្បីយកទៅដាំមុនតែម្ដងទៅហើយ map ថ្មីនេះដល់ពេលយប់នឹងចេញដើរលួចគេតើយើងខ្លាចជាវេវូឆ្កែចចកពេលយប់បានយើងអាចលួចគេបានប៉ុន្តែឥឡូវនេះគឺថាមិនទាន់យប់នោះទេដូច្នេះយើងក៏បានមកមើលគេសិនដើម្បីទិញទឹកស្រោចដំណាំឥឡូវនេះយើងក៏បានទិញហើយដូច្នេះយើងក៏បានយកទៅស្រោចធូលីបរបស់យើងតែម្ដងទៅប៉ុន្តែស្រោចប៉ុណ្ណឹងក៏ស្រោចឲ្យខុសដែរឥឡូវនេះយើងស្រោចហើយវាក៏ចិត្តលូតលាស់ពេញផងដែរដូច្នេះឥឡូវនេះគឺវាលូតលាស់ពេញហើយយើងក៏បានប្រមូលផលវាតែម្ដងហើយនៅពេលយើងប្រមូលវាហើយយើងក៏បានយកវាទៅលក់ហើយទទួលបានច្រើនជាង strawberry អំបញ្ញមិញទៀតហើយឥឡូវនេះយើងក៏បានទៅផ្ទះរបស់យើងដើម្បីប្រមូលផល strawberry របស់យើងបន្តទៀតឥឡូវនេះយើងចុចប្រមូលវាពីក្រោមឡើងលើទៅហើយយើងប្រមូលវាចិត្តអស់ហើយឥឡូវនេះគឺយើងប្រមូលវាអស់ផងដែរហើយឥឡូវនេះមេឃក៏បានយប់ផងដែរហើយវាក៏នឹង random ឲ្យយើងថាយើងទទួលបានសត្វចចកឬ defense ប៉ុន្តែឥឡូវនេះគឺយើងបាន werewolf ដូច្នេះយើងក៏បានខ្លាយទៅជាចចកពេលដែលយើងខ្លាយទៅជាអាហ្នឹងទើបយើងអាចដើរលួចគេបានប៉ុន្តែឥឡូវនេះគឺខ្ញុំលេងនៅក្នុង server private ដូច្នេះខ្ញុំមិនអាចលួចគេបាននោះទេ
ទេដូច្នេះខ្ញុំក៏បានដូរ server ទៅលេខ server public ដើម្បីលួចគេតែម្ដងទៅឥឡូវនេះខ្ញុំក៏បានមកដល់ server public ហើយប៉ុន្តែខ្ញុំមិនមែនខ្លាចទៅជា werewolf នោះទេគឺខ្ញុំខ្លាចទៅជា defense ប៉ុន្តែឥឡូវនេះគឺខ្ញុំសុំដើរវាយ werewolf សិនដើម្បីឲ្យយើងខ្លាចទៅជា werewolf ម្ដងប៉ុន្តែឥឡូវនេះគឺយើងវាយ werewolf មិនត្រូវនោះទេដូច្នេះយើងក៏បានមកមើល seed តែម្ដងទៅឥឡូវនេះ seed ក៏បាន restock ផងដែរប៉ុន្តែ maple bamboo មិនទាន់លក់នោះទេដូច្នេះយើងក៏បានទិញ tulip ចំនួនវិញតែម្ដងទៅហើយ seed ថ្លៃៗក៏មិនមានអីលក់ផងដែរហើយគេក៏បានបន្ថែម seed 2ថ្មីមកបន្ថែមទៀតផងដែរហើយក្រៅពីនឹងគឺសឹងតែដូច map ចាស់ទាំងអស់តែម្ដងហើយឥឡូវនេះយើងក៏បានយក tulip មកដាំបន្ថែមទៀតដើម្បីជាចំណូលក្នុងការរកលុយរបស់យើងហើយយើងក៏បានមកធ្វើការលក់ strawberry ដែលយើងបានប្រមូលអំបញ្ញមិញហើយគឺមើលដឹងថាលក់បានថោកទៀតហើយគឺលក់បានតែចំនួន200គុណតែប៉ុណ្ណោះហើយឥឡូវនេះយើងក៏បានរងចាំដើម្បីដល់ពេលយប់ទៀតគឺខ្ញុំនឹងចេញលួចឲ្យអ្នកទាំងអស់គ្នាមើលតែម្ដងហើយឥឡូវនេះគឺចិត្តយប់ផងដែរគឺនៅខ្វះតែ15វិនាទីទៀតតែប៉ុណ្ណោះដូច្នេះខ្ញុំក៏បានកាត់ទៅពេលយប់តែម្ដងទៅនេះគឺថាឥឡូវខ្វះតែ3វិនាទីទៀតទេគឺពេលយប់ហើយគឺឥឡូវនេះពេលយប់ហើយគឺយើងនឹងទទួលបានឯគេគឺយើងបានទទួល defender ដូច្នេះឥឡូវនេះយើងក៏បានចេញដើរប្រមាញ់ werewolf ដើម្បីយើងខ្លាចជា werewolf ម្ដងហើយកន្លែងនេះយើងក៏បានវាយត្រូវ werewolf ហើយយើងក៏បានខ្លាចទៅជា werewolf ដើម្បីលួចគេតែម្ដងហើយយើងលួចគេហើយយើងក៏បានទៅផ្ទះតែម្ដងដើម្បីថាដឹងថាយើងទទួលបានលុយប៉ុន្មានឥឡូវនេះគឺយើងលួចហើយគឺយើងទទួលបានលុយ983ដូច្នេះគឺយើងលួចគេទទួលបានលុយច្រើនខ្លាំងមែនតើហើយឥឡូវនេះវីដេអូរបស់យើងក៏បានមកដល់ទីបញ្ចប់អ្នកទាំងអស់គ្នាកុំភ្លេចជួយចុច subscribe like និង comment ម្នាក់មួយផង